តថ្ងៃនេះខ្ញុំនឹងនាំតាគ្នាទៅតូបកាហ្វេដែលគេទៅបើកថ្មីតូបកាហ្វេថ្មីច្រើនតែម្ដងដែលមានកាហ្វេឆ្ងាញ់តម្លៃធូរថ្លៃហើយជាពិសេសគឺថាមាននំបញ្ចុកឆ្ងាញ់មិនចាំបាច់ទៅដល់បដាទេមកអង្គុយកាហ្វេបដាមើលព្រៃព្រឹក្សាបដាហើយជាពិសេសអ្នកគ្នាគឺថាមានទាំងនុយធម្មជាតិទុកស្ទួយត្រីហ្វ្រីតែម្ដងអត់លុយទេចង់ស្ទួយពីព្រឹកដល់យប់ក៏បានដែរឡើងទៅជាតិទៅជុំនៅមាត់ស្តង់ទៅឲ្យមិនខកចិត្តទៅឲ្យចង់ដេកនៅនឹងហ្មងឥឡូវនេះគឺថាយើងមកដល់សួនកាហ្វេហើយនិយាយទៅបរិយាកាសជុំវិញអមទៅដល់ដើមឈើទឹកហូរមានកន្លែងអង្គុយក៏ដូចជាកន្លែង relax ជាច្រើនហ្មងអ្នកនរគ្នាហើយប្លង់ថតរូបក៏មិនណយដែរសំខាន់ហ្នឹងអ្នកនរគ្នាគឺថាមាន drink ឆ្ងាញ់ពីអ្នកលក់ទៀតហើយកែវទៅ 4000 5000 6000អីទេហើយបើនិយាយពីកាហ្វេវិញអ្នកនរគ្នាឡើងឈ្ងុយពីពោះរហូតដល់ក្រុងសៀមរាបហ្មងហើយមានមច្ឆាផ្អែមមុតដិត royal ទៀតថ្ងៃសៅរ៍អាទិត្យគឺថាមក date គ្នានៅនេះបានចា date គ្នាបដាផឹកមច្ឆាបដាផ្អែមសាហាវហើយសំខាន់មកនេះគឺថាមានប្រុសស្អាតជួយលើកឲ្យទៀតហូបណាបានហាងកាហ្វេដែលល្អយ៉ាងនេះអីនេះភេសជ្ជៈក៏ឆ្ងាញ់បរិយាកាសក៏ល្អមើលតែមុខបងប្អូនខ្ញុំទៅក៏ដឹងដែរសប្បាយសាហាវបណ្ដោយ Live ហឺសួនកាហ្វេហៀលអ្នកនរគ្នានៅក្នុងក្រុងថុញថប់អីអ្នកនរគ្នាអាចជិះមកលេងបានហើយនៅនេះក៏មាននំបញ្ចុកដែរអ្នកនរគ្នាក៏ប៉ុន្តែដោយសារតែខ្ញុំភ្ញៀវ VIP ចឹងណាចឹងអាចដាក់ដូរខ្លួនឯងបាននិយាយទៅគឺថាចាប់យកតែម្ដងនេះមានតែនំបញ្ចុកស្លការីហើយមានតែនំបញ្ចុកស្លខ្មែរទៀតអត់ចាំបាច់ជិះទៅដល់បដាទេអ្នកនរគ្នានៅនេះគឺថាមានមកចាប់តែម្ដងអូយជាសាហាវណាស់ហើយសំខាន់មកតែគេលង្ហល់មកអូយគ្រាន់តែមើលវីដេអូដែលខ្ញុំកាត់នឹងក៏ឃ្លានដែរនេះអង្គុយញ៉ាំនំបញ្ចុកបដាស្ដាប់ទឹកហូរបដាហើយមានដើមឈើទៅជាយើងអង្គុយក្រោមនឹងទៀតហើយតឥឡូវហ្នឹងគឺយើងចេញដំណើរទៅហូបជាមួយនឹងនុយធម្មជាតិហើយថ្ងៃនេះគឺថាខ្ញុំលះបង់ណាអ្នកគ្នាខ្ញុំខំជិះម៉ូតូដើម្បីដុំម៉ាក់ខ្ញុំហើយថ្ងៃនេះគឺថាមកកាប់ដីខ្លួនឯងតែម្ដងមកជីករោជាមួយនឹងចលេននេះគឺជានុយធម្មជាតិណាហើយគឺថាយើងមកស្ទូចត្រីនៅមាត់ស្ទឹងបែបនេះហើយបើសិនជាបងទាំងអស់គ្នាមានជាមួយនឹងដងស្ទូចត្រីបែបឫស្សីក៏អាចស្ទូចបានដែរគ្រាន់តែថាជួយទិញកាហ្វេម្នាក់មួយកែវចឹងណាអ្នកគ្នាយកដងស្ទូចពីផ្ទះខ្លួនឯងមកហើយគឺថាឯងមកអង្គុយស្ទូចត្រីបានតែម្ដងហើយបើសិនជាអ្នកគ្នាចង់ត្រៀមជាមួយនឹងអីពេកនេះមកអង្គុយឲ្យស្រួលខ្លួនក៏អាចត្រៀមមកបានដូចគ្នាដោយពួកខ្ញុំចឹងគឺថាត្រៀមមកពីផ្ទះតែម្ដងត្រៀមមកស្រេចមកសេតទេអ្នកទាំងគ្នាចង់ស្ទូចពេលព្រឹកពេលថ្ងៃពេលយប់អីក៏បានដែរឲ្យតែថាអ្នកទាំងគ្នាមានកម្លាំងក្នុងការអង្គុយស្ទូចចឹងណាបើថាខ្ញុំវិញគឺថាអស់ខ្យល់ហើយអូយនេះស្ទូចបានតែម្ដងនិយាយទៅអង្គុយតែ1ម៉ោង2ម៉ោងនេះគឺបានត្រីមកឡើងកភ្លុះហ៎មិនមែនជាការសំដែងទេណាអ្នកគ្នាគឺថាស្ទូចបានតែម្ដងនេះស៊ីនណាចាមិនមែនទិញពីផ្សារមកដាក់ទេណាត្រីនេះវិញកាឡាឡើងដូចពស់វែកចង់ហើយបើសិនជាអ្នកគ្នាមានការចង់ដេកសួរឬមួយក៏ចង់ទិញដើមឈើក៏អាចមកឆ្លៀតមើលដើមឈើបដាហើយញ៉ាំកាហ្វេបដាបានដូចគ្នាដោយសារតែកងខ្ញុំគឺគាត់លក់ដើមឈើហើយក៏ដូចជាដេកសួនជាដើមអ្នកគ្នាបើក៏លេខមិននិយាយអំពីទីតាំងវិញគឺថាងាយស្រួលរកណាស់អ្នកគ្នាជិះពីក្រុងសៀមរាបមកត្រង់រហូតជិះរហូតដល់វងមូពលានចាគឺថាហាមបាត់ទៅណាអ្នកគ្នាគឺជិះមកត្រង់រហូតមកជិះមកត្រង់រហូតនោះអ្នកគ្នានឹងឃើញផ្លូវបបាយទៅបារាយគឺហាមបាត់ទៅណាទៀតអ្នកគ្នាគឺមកត្រង់ទៀតមកជិះមកត្រង់ទៀតមកអ្នកគ្នារៀងឆ្ងាយតិចអ្នកគ្នានឹងឃើញផ្លូវបបាយជា2អ្នកគ្នាបើខាងឆ្វេងដៃមកចូលមកផ្លូវទូចខាងឆ្វេងដៃនោះអ្នកគ្នានឹងឃើញសួនកាហ្វេហើយនិយាយទៅគឺថា fresh តែម្ដងកុំភ្លេចមកលេងអ្នកគ្នាណាបើសិនជាអ្នកគ្នាមានចម្ងល់ឬមកក៏ឆ្ងល់រឿងផ្លូវអីចឹងអ្នកគ្នាអាចតាក់ទងទៅកាន់ page Big Tree Garden បានឬមកក៏អ្នកគ្នាអាចឆាតទៅកាន់ page សួនកាហ្វេបានណា